cho bao ngò hơi bây giờ cô nạp ho mà bò đỏ kia cho khang na tiêm bọc ôn là món chân phiết sắc ភ្លៀងផ្គរខ្យល់កន្ត្រាក់នេះដើមរដូវវស្សាគម្រាមកំហែងជីវភាពពលរដ្ឋដែលរស់នៅជំរំភាសឹកការនេះបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីកន្លែងរស់នៅនិងសុវត្ថិភាពចំពោះសមាជិកគ្រួសាររបស់ពួកគេនៅអំឡុងបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់គ្របដណ្ដប់លើជំរំភាសឹកតាមទីតាំងមួយចំនួន អូអានេះភ្លៀងខ្លាំងណាស់បងប្អូនទាំងអស់គ្នាខ្យល់ក៏ខ្លាំងមើលបងប្អូនមកទាំងអស់គ្នាមើលគឺរត់ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមនិងការសម្ភាសប្រជាពលរដ្ឋពួកគេបានលើកឡើងពីផលលំបាកមួយចំនួននៃការរស់នៅជំរំភាសឹកដោយសារតែអាកាសធាតុក្តៅនិងភ្លៀងបូករួមនឹងខ្យល់កន្ត្រាក់ជាដើមទោះជាយ៉ាងណាពួកគេយល់ថាការស្នាក់នៅផ្ទះដែលរដ្ឋផ្ដល់ជូនប្រសើរជាងការស្នាក់នៅក្នុងតង់ ភ្លៀងធ្លាក់លើកដំបូងនេះមកចង់លហែកមេចាដល់ក៏ផ្ទះបងប្អូនណាដូចខ្ញុំខ្លាំងនេះលិចអស់ហើយគ្រប់កន្លែងបើលើផ្ទះវិញនៅមិនបានទេវាមិនមែនលិចខ្លាំងអីណាស់ណាទេតែវាសាចចូលអញ្ចឹងណានេះសំក្តារសំអីអស់លីង បញ្ហាហ្នឹងអារម្មណ៍ថាវាប៉ើងក្រោយវាទៅខ្លាចទៅដល់ប៉ះយើងអត់ដែលនៅផ្ទះពូចុងផងហើយយើងធ្លាប់រស់នៅផ្ទះទៀមហើយយើងមានដើមឈើដើមអីជួយទុកខ្យល់នឹងអីផ្ទះដល់ពេលអញ្ចឹង ខ្លាចទៅអូនមានអារម្មណ៍ថាខ្លាចទៅតែតប៉ើងពេញខ្យល់ខ្លាំងអូនតែមានដើមឈើមួយសោះ ហ្នឹងហើយបងប្អូនអើយប្រុងប្រយ័ត្នអស់គ្នារឿងភ្លើងហើយលោមានខ្សែភ្លើងអីដាច់ក៏វាឆក់ណែ នាយនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកសុតកឹមកុលមនីបានបញ្ជាក់ថាផ្ទះមួយចំនួនតូចដែលមានការជ្រាបទឹកដោយសារតែផ្ទះទាំងនោះមិនទាន់រួចរាល់ 100% ប៉ុន្តែលោកថាដោយសារតែឃើញពលរដ្ឋមានការលំបាកទើបអាជ្ញាធរអនុញ្ញាតឲ្យពួកគេចូលនៅបណ្ដានិងសាងសង់បណ្ដាទោះជាយ៉ាងណាលោកថាក្រុមការងារក៏បានចុះទៅដោះស្រាយភ្លាមៗដែរចំពោះបញ្ហាជ្រាបទឹកនេះលោកកឹមកុលមនីក៏បានបញ្ជាក់ដែរថាផ្ទះទាំងអស់ដែលប្រជាពលរដ្ឋរស់នៅគឺអាចធានាបាននូវភាពរឹងមាំហើយធន់នឹងខ្យល់ដោយមិនមានការបាក់រលំឡើយក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី 20 ខែមេសាបានប្រកាសថាខេត្តជាច្រើននៅកម្ពុជាដែលរួមមានខេត្តជាប់ព្រំដែនថៃផងនោះនឹងមានភ្លៀងធ្លាក់បូករួមនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមេសាស្ថានភាពនេះបណ្ដាលមកពីឥទ្ធិពលនៃព្យុះទី 4 ដែលមានឈ្មោះថាស៊ីនឡាគូប៉ុន្តែក្រសួងអះអាងថាព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាឡើយប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាស់លោករស់សថាយល់ថាប្រជាពលរដ្ឋប្រឈមនឹងហានិភ័យខ្ពស់នៃការប្រែប្រួលអាកាសធាតុដោយសារតែកម្ដៅនិងខ្យល់កន្ត្រាក់បញ្ហានេះលោកជំរុញឲ្យអាជ្ញាធរបន្ថែមការយកចិត្តទុកដាក់ បណ្ដាអ្វីដែលខ្ញុំបារម្ភខ្លាំងនោះគឺបារម្ភពីបញ្ហាខ្យល់កន្ត្រាក់ពលទីនោះគេឲ្យមានដើមឈើដូច្នេះតែការកម្មវិធីការដាក់ដើមឈើហ្នឹងគឺថាជាការចាំបាច់ដែរជាមិនតាន់ដែរបាទដើមឈើក៏វាមិនបានព្រៀងៗក៏កណ្ដាលហ្នឹងមួយជាមិនរួចតែទៅធ្វើណាបាទ រដ្ឋាភិបាលកម្ពុជាកាលពីខែកុម្ភៈបានដាក់ចេញនូវគោលនយោបាយសាងសង់ផ្ទះប្រមាណ 3000 ខ្នងដើម្បីផ្ដល់ជូនជាកន្លែងស្នាក់នៅដល់ពលរដ្ឋភាគសឹកនៅខេត្តជាប់ព្រំដែនដែលមិនទាន់អាចត្រឡប់ទៅស្រុកកំណើតវិញបាននាយនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី 20 ខែមេសាគម្រោងសាងសង់ផ្ទះនេះសម្រេចបានប្រមាណ 80% ហើយអាចនឹងបញ្ចប់នៅអំឡុងខែឧសភាខាងមុខនេះដើម្បីឲ្យបានមុនរដូវវស្សាមកដល់